មុននឹងចេញដំណើរទៅខ្ញុំទិញកាហ្វេញ៉ាំសិនមិនធ្វើដំណើរតទៅទៀតតែមិនចឹងទេអត់ស្វាងទេព្រឹកនេះ អូខេអ្នកទាំងអស់គ្នាឥឡូវខ្ញុំបានមកដល់ឆ្នេរថ្មីនៅខាងកំពង់សោមយើងមកញ៉ាំអាហារថ្ងៃត្រង់សិនជួបជុំគ្នានៅនេះសិនបន្ទាប់ពីញ៉ាំអាហារថ្ងៃត្រង់ហើយបានយើងបន្តដំណើរទៅកោះសាវ៉ានៅខាងខេត្តកោះកុងខាងស្រែអំបិល អូខេអ្នកនរគ្នាអញ្ចឹងមិញនឹងញ៉ាំអាហារថ្ងៃត្រង់ហើយនឹងបន្ទាប់ពីនឹងយើងចេញដំណើរឡើងទៅផ្លូវល្បឿនលឿនហើយបន្តដំណើរទៅខាងកោះសាវ៉ាតែតោះជាមួយនឹងការធ្វើដំណើរទៅកាន់កោះសាវ៉ាហ្នឹងសម្រាប់ខ្ញុំគិតថាងាយស្រួលរព្រោះដោយសារតែពេលដែលយើងចេញពីខាងកំពង់សោមមកអញ្ចឹងយើងចុះពីផ្លូវល្បឿនលឿនខាងស្រែអំបិលទៅអញ្ចឹងនៅពេលដែលយើងចុះពីផ្លូវល្បឿនលឿនហើយយើងបត់ទៅខាងផ្លូវបំបែកខាងស្រែអំបិលហើយជិះប្រហែលជា15ទៅ20គីឡូម៉ែត្រហ្នឹងយើងឃើញមានខ្លងទ្វារវត្តនៅខាងឆ្វេងដៃវត្តខ្លងទ្វារឈ្មោះវត្តដងប្រែកអញ្ចឹងយើងជិះចូលទៅតាមផ្លូវលំនឹងរហូតទៅត្រង់ទៅបងប្អូនបត់ទៅតាមខាងឆ្វេងដៃដែលខ្ញុំបានថតមិញហ្នឹងដែលគេដាក់កោះសាវ៉ាហ្នឹងហើយជិះទៅត្រង់រហូតទៅដល់ហើយមួយក៏យើងអាច search នៅក្នុង Google Map ក៏បានដែរគេដាក់ SS Villa and Resort អញ្ចឹងនៅពេលដែលយើងមកដល់គឺគេមានកន្លែងសម្រាប់ចំណតឡានម៉ូតូអញ្ចឹងណាយើងចតឡាននៅទុកនៅហ្នឹងហើយក្រុមការងារគេនឹងជិះទូកមកទទួលយើងនៅខាងត្រើយហ្នឹងហើយបានយើងធ្វើការឆ្លងទៅខាងលើកោះវាសួរបង
anh cũng qua bên đẹp thọ rồi anh cấp tập đi action là giờ nè Berapa itu berapa? em không sụp thân ha làm đây chứ lấy vật tọp bị dân chỉ tục khá dân máu cái cái sòng tụt trời Lắm láng con khổ bị tập kích tôi ngay đẹp nào họ đủ con lấy nó luôn rồi dỗ bên đây họ đi tới từ ban bên đi tới ban cái việc này trái bán ở đây bằng đọt mọt về sân ôi ngọt quá anh ấy thấy cái chụp thật lên đi thấy cái bò nào bye bye ba lần tôi lấy phèn ô chanh sao mày chăng rồi nè bạn dương bạn kế chế Morning អ្នកទាំងអស់គ្នាឥឡូវនេះពេលព្រឹកថ្ងៃបន្ទាប់ហើយប្រហែលជាវិធានហ្នឹងរៀបចំខ្លួនហើយទៅញ៉ាំអាហារពេលព្រឹកហើយទៅប្រហែលជាត្រូវជិះទូកទៅទិញគ្រឿងសមុទ្រនៅផ្សារបានថៃអីបងប៉ុណ្ណាណៃធ្វើម៉េចបានស្ទូចមែនបង ba tôi chạy អូឡូយ
ហើយជិះម៉ូតូមកផ្លែតដល់ផ្សារ này cách của nhau chứ Phê đồ Đấy các bác tham đại tay của bà Hãy subscribe thầy đó tự bon sân ảnh thật mình play xoay cái bông ស្វាយចន្ទី xoay chẳng tì tao quay hai bye bye cassava chụp hình ở background tiền tao quay hai tí bạn thọt ở chán của bạn đấy mỏ bye bye ở đây vâng ơi ចឹង vlog ខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេដំណើរកំសាន្តមកកោះសាវ៉ាគេងមួយយប់ឥឡូវហ្នឹងក៏ដល់ពេលត្រូវទៅផ្ទះវិញអូខេអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាជួបគ្នានៅ vlog ក្រោយៗទៀតបាយបាយ